ប្រើប្រាស់វីតាមីនលើកម្រិតតើវាផ្ដល់ផលប៉ះពាល់អ្វីខ្លះទៅដល់សុខភាពរបស់យើងរដងគឺធ្លាប់និយាយតែពាក់ព័ន្ធទៅនឹងការដែលយើងកង្វះជាតិដែកឬក៏វីតាមីននេះតែថ្ងៃនេះនិយាយពីផលប៉ះពាល់នៃការប្រើប្រាស់លើកម្រិតពេញម្ដងអរគុណច្រើនWalking ម៉ាក់ដែលគាត់បានលើកនៅប្រធានបទនឹងមកឲ្យខ្ញុំចែករំលែកគាត់ខ្ញុំមិនដែលនឹកឃើញថាត្រូវចែករំលែកដោយសារភាគច្រើននៅក្នុងប្រទេសយើងគឺគាត់ជួបនៅបញ្ហាតែកង្វះនៅវីតាមីនទេប៉ុន្តែក៏មានមនុស្សមួយចំនួនធំដែលគាត់ស្ថិតនៅក្នុងគេហៅថាគ្រប់មនុស្ស high risk ក៏គាត់អាចនឹងប្រឈមទៅនឹងបញ្ហាលើកម្រិតដែរវីដេអូនេះគឺមិនមែនសម្រាប់តកូនក្មេងទេគឺអាចនឹងមានសម្រាប់មនុស្សធំផងដែរមនុស្ស high risk ដែលគាត់ប្រឈមទៅនឹងបញ្ហាអាចនឹងធ្វើឲ្យខ្លួនឯងលើសកម្រិតហ្នឹងគឺទី1គឺគ្រប់មនុស្សចាស់ដែលគាត់មានសុខភាពខ្សោយគឺគាត់ងាយនឹងការដែលគាត់ប្រើប្រាស់ហ្នឹងលើសកម្រិត2គឺកូនក្មេងគាត់អាចនឹងប្រឈមទៅនឹងបញ្ហាលើសកម្រិតសារតែវីតាមីនខ្លះគឺគេធ្វើជាហ្គាមីអញ្ចឹងហ្គាមីវាដូចកគ្រាប់អញ្ចឹងពេលដែលគាត់ញ៉ាំហើយគាត់ចង់ញ៉ាំទៀតញ៉ាំហើយញ៉ាំទៀតបើសិនជាយើងទុកអត់បានត្រឹមត្រូវទេគាត់នឹងប្រឈមទៅនឹងបញ្ហាញ៉ាំទៅធ្វើឲ្យគាត់លើសកម្រិតហើយគ្រប់មនុស្សទី3ហ្នឹងគឺស្ត្រីមានផ្ទៃពោះដោយសារតែស្ត្រីមានផ្ទៃពោះគាត់ត្រូវការវីតាមីនច្រើនពិតមែនក៏ប៉ុន្តែអ្នកទាំងអស់គ្នាពេលខ្លះគាត់ប្រើ2ឬក៏3ដោយគាត់អត់បានពិភាក្សាជាមួយគ្រូពេទ្យទៅគាត់ក៏អាចប្រឈមទៅនឹងបញ្ហាលើសកម្រិតមនុស្សទី4គឺអ្នកដែលគាត់លេងកីឡាដែលគាត់មានការគេហៅថាមានការរៀបចំរបបអាហារហើយគាត់បន្ថែម supplement ទៀតអញ្ចឹងពេលខ្លះគាត់អត់បានគិតនៅបរិមាណកម្រិតនៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃក៏ធ្វើឲ្យគាត់នឹងអាចលើសកម្រិតដែរហើយអ្នកដែលចង់ហើយគ្រប់មនុស្សចុងក្រោយគឺអ្នកដែលគាត់មានបញ្ហាជំងឺរ៉ាំរ៉ៃដោយសារតែអ្នកដែលគាត់មានជំងឺរ៉ាំរ៉ៃគឺគាត់មានសុខភាពខ្សោយការធ្វើ metabolism នៅក្នុងរាងកាយគាត់ក៏អត់ល្អដូចជាអ្នកដែលធម្មតាដែរមួយវិញទៀតគឺអាចនឹងមានការដែលមាន reaction ជាមួយនឹងថ្នាំណាមួយជាមួយនឹងវីតាមីនបើសិនជាយើងនិយាយពីការលើសវីតាមីនគឺសំដៅទៅដល់សារធាតុវីតាមីនហ្នឹងយើងញ៉ាំចូលទៅវាលើសពីតម្រូវការនៃរាងកាយយើងត្រូវការប្រើប្រាស់ប្រចាំថ្ងៃអញ្ចឹងពេលដែលយើងប្រើប្រាស់លើសពីកម្រិតដែលយើងប្រើប្រាស់ប្រចាំថ្ងៃវានឹងចាញ់ជារោគសញ្ញាមួយចំនួនដូចជាធ្វើឲ្យយើងនឹងមានអាការៈវិលមុខធីងថងចង់ក្អួតឬក៏អាចក្អួតចង្អោរតែម្ដងហើយធ្វើឲ្យរាងស្វាំងភ្នែកអាចធ្វើឲ្យមានអាការៈខ្សោយសាច់ដុំធ្វើឲ្យឡើងកន្ទួលលើស្បែកបើសិនជាក្នុងករណីធ្ងន់ធ្ងរអាចធ្វើឲ្យគាត់នឹងកូម៉ាឬក៏ស្លាប់បានភ្លាមអញ្ចឹងគ្រប់នៃវីតាមីនយើងចែកចេញជា2ក្រុមគឺក្រុមវីតាមីនដែលរលាយនៅក្នុងទឹកដែលមានវីតាមីនដូចជាប្រភេទវីតាមីន C ហើយនិងក្រុមវីតាមីន B ហើយប្រភេទវីតាមីនដែលរលាយនៅក្នុងខ្លាញ់គឺមានដូចជាវីតាមីន A វីតាមីន D វីតាមីន K និងវីតាមីន Eគ្រប់វីតាមីនដែលងាយឲ្យយើងតុកសិចគេហៅថាលើសកម្រិតហ្នឹងគឺគ្រប់វីតាមីនដែលរលាយនៅក្នុងខ្លាញ់មូលហេតុមួយចំនួនដែលធ្វើឲ្យយើងនឹងមានបញ្ហាលើសកម្រិតហ្នឹងគឺពាក់ព័ន្ធនឹងទី1យើងអត់បានអាននៅលើ label របស់ការប្រើប្រាស់ supplement ហ្នឹងយើងប្រើជាន់គ្នាទី2គឺយើងកំពុងតែញ៉ាំពពួកអាហារ fortify ហ្នឹងដូចជា fortify iron fortify vitamin D ប៉ុន្តែយើងក៏ទទួលទាននៅអាហារដែលមានតុល្យភាពហើយប៉ុន្តែយើងនៅតែបន្ថែម supplement ទៀតអាហ្នឹងក៏ធ្វើឲ្យយើងនឹងងាយរងនឹងបញ្ហាលើសកម្រិតដូចគ្នាទី3គឺពាក់ព័ន្ធទៅនឹងការដែលយើងប្រើប្រាស់វីតាមីនតាមចិត្តឯងមិនមានការប្រឹក្សាជាមួយនឹងគ្រូពេទ្យជំនាញចឹងដើម្បីជៀសវាងនៅបញ្ហាទាំងអស់ហ្នឹងគឺយើងត្រូវតែអាននៅលើ label ឲ្យបានត្រឹមត្រូវដើម្បីជៀសវាងការដែលយើងប្រើវីតាមីនជាន់គ្នាដូចយើងដឹងហើយ multi vitamin បានន័យថាប្រភេទវីតាមីនចម្រុះអញ្ចឹងពេលដែលយើងប្រើ multi vitamin ហើយយើងបន្ថែមនៅវីតាមីនណាមួយទៀតអ្នកទាំងអស់គ្នាគួរតែគិតថាកម្រិតដែលយើងប្រើប្រាស់កម្រិតហ្នឹងវាគ្រប់គ្រាន់បានន័យថាសម្រាប់តម្រូវការប្រចាំថ្ងៃនឹងនៅឬក៏វាលើសពីតម្រូវការរបស់យើងយល់ល្អអ្នកទាំងអស់គ្នាគួរតែមានការប្រឹក្សាជាមួយនឹងគ្រូពេទ្យជំនាញដើម្បីឲ្យគាត់នឹងផ្ដល់នៅកម្រិតមួយដែលត្រឹមត្រូវសម្រាប់ប្រភេទហ្គាមីអ្នកទាំងអស់គ្នាគួរតែទុកឲ្យឆ្ងាយពីគោលអ្នកទាំងអស់គ្នាដើម្បីជៀសវាងកុំឲ្យគាត់នឹងយកញ៉ាំលេងព្រោះអីវារសជាតិវាផ្អែមអញ្ចឹងក្មេងគឺគាត់ចូលចិត្តជៀសវាងការប្រើប្រាស់វីតាមីនបើសិនអ្នកទាំងអស់គ្នាទទួលបាននៅអាហារដែលមានតុល្យភាពហើយបានន័យថាញ៉ាំបានគ្រប់ប្រភេទគ្រប់មុខហើយដើម្បីដឹងថាកូនអ្នកទាំងអស់គ្នាត្រូវការវីតាមីនអត់មានតែការវិតម្លៃពីគ្រូពេទ្យជំនាញទេទើបអាចដឹងថាគាត់កង្វះវីតាមីនមួយណាម៉ាក់ឃើញអញ្ចឹងនៅផ្ទាំងខាងលើនេះគឺគេនិយាយពាក់ព័ន្ធទៅនឹងកម្រិតតែយើងត្រូវប្រើប្រាស់ប្រចាំថ្ងៃហើយនៅមួយខាងទៀតនេះគឺគេប្រាប់ថាតើកម្រិតណាដែលយើងអាចនឹងលើសកម្រិតអញ្ចឹងមើលទៅវាកម្រិតនៅក្នុងការលើសហ្នឹងគឺវាច្រើនដែរប៉ុន្តែខ្ញុំនៅតែរំលឹកអ្នកទាំងអស់គ្នាថា
បើសិនជាអ្នកទាំងអស់គ្នាមិនតម្រូវការទេអ្នកទាំងអស់គ្នាគួរតែគុំបន្ថែមវីតាមីនហើយបើយកល្អត្រូវតែមានការប្រឹក្សាជាមួយនឹងគ្រូពេទ្យឲ្យគាត់ណែនាំវិញល្អជាង